saja. Toh. Apa jeung telang videoនេះដំបូងទី1យើងទៅឡើង Active Directory យើងទៅឡើង Domain Controller អញ្ចឹងយើងដឹងថា Domain Controller គឺវាធ្វើការ control ទៅលើ user ហើយនិង computer អញ្ចឹងដើម្បីទៅឡើង Domain Controller វានឹងធ្វើការជាមួយនឹង DNS ដែរអញ្ចឹងមួយទៀតបើសិនជាយើងចង់តម្លើង DNS អញ្ចឹងយើងម៉ាស៊ីនរបស់យើងត្រូវតែប្រើ static IP address static បាទ static IP address គឺជា IP address ដែលយើងវាយ manual assign ទៅវិញចុះមិនក៏យើងថាយើងអាចមានជំរឿនប្រើ DHCP បានពេលយើងប្រើ static ហ្នឹងវាអត់បោះ IP address អូតូបាទអញ្ចឹងយើងនិយាយទៅលើ server របស់យើងដឹងហើយថា server របស់យើងគឺមានតួនាទីផ្ដល់ service ទៅឲ្យ client អញ្ចឹងបើសិនជា server របស់យើងអត់មាន address ជាក់លាក់មកថាបើយើង assign IP address static មានតែវាមាន address មួយជាក់លាក់ណាអញ្ចឹងបើវា auto អញ្ចឹងថ្ងៃនេះ client ទៅ request នៅកន្លែងនេះអញ្ចឹងដល់ពេលថ្ងៃក្រោយទៀត server យើងដូរ address អញ្ចឹង client របស់យើងធ្វើឲ្យ client របស់យើងមានបញ្ហាអញ្ចឹងន័យថាយើងដាក់static ហ្នឹងគឺសម្រាប់ static របស់យើងមួយឯងបាទទៅលើ server ពេលដែលយើង share network ទៅឲ្យម៉ាស៊ីន client គឺយើងអាចប្រើ DHCP ឲ្យពួកគាត់ request មកយើងបន្តបាន client គឺយើងអាចឲ្យគាត់ប្រើ DHCP បានប៉ុន្តែខ្លួនឯងអត់ប្រើបាទអាហ្នឹងគឺជា rule របស់ server អញ្ចឹងដើម្បី assign IP address យើងអាចមានជំរើសពីរយើងអាចចូលទៅកន្លែងនេះហើយយកnetwork and sharing center ហើយចូលmanage network connection ហើយយើងឃើញ address របស់យើងបាទអញ្ចឹងយើង right click មកយកពាក្យ property ហើយយើងដាក់ IP address ឲ្យទៅ option ក៏លើយក DHCP ដោយសារម៉ាស៊ីនរបស់យើងធ្វើជា domain controller ទៅមាន IP ច្បាស់លាស់ 192ឧទាហរណ៍ខ្ញុំប្រើ 192.168.100 ចុះហើយ default gateway វាគឺជា IP របស់ router មានន័យថាបើ server របស់យើង connect ទៅកាន់ internet អញ្ចឹង server របស់យើងត្រូវបានចេញទៅតាមច្រកមួយតាមជា router ហ្នឹងហើយអញ្ចឹងយើងយក IP ដែលនៅលើ interface router ហ្នឹងយកមកដាក់នៅលើកន្លែងនេះអញ្ចឹងនៅលើ router មាន IP ទៅនឹងស្រាប់មួយហ្មងបាទពេលយើងតិចមកបាទអូអញ្ចឹងឧទាហរណ៍យើងមាន router មួយដែល 192.168.1.1 ចុះ assign នៅលើ router របស់យើងអញ្ចឹង DNS យើងអត់ទាន់តម្លើងទេអញ្ចឹងយើងមិនបាច់ទាន់ដាក់ក៏បានដែរអញ្ចឹងចុច OK close ដើម្បី check យើងអាចចូលទៅកាន់ run ហើយវា CMD ហើយយើងអាចវាយ IP config យើង check មើល IP address អញ្ចឹង IP address របស់យើងគឺ 192.168.1.100 ចូលយើងដាក់ធំ100អញ្ចឹងដល់ពេល1ដល់99អញ្ចឹងមានពី2ដល់99ម៉ាស៊ីនកូនអាចយកបានដែរហ្នឹងបាទអញ្ចឹងអាច assign បាននៅក្នុង LAN ហ្នឹងកុំតែជន់គ្នាហើយមួយទៀតserver របស់យើងឈ្មោះរបស់ server របស់យើងក៏ត្រូវដូរដែរមិនថា server របស់យើងត្រូវដូរឈ្មោះមួយឲ្យមានឈ្មោះមួយដែលជាក់លាក់ហើយខ្លីងាយស្រួលចងចាំទៀតឧទាហរណ៍កន្លែងយើងទៅឡើងនៅ SNKTV អញ្ចឹងយើងអាចយក server របស់យើងឈ្មោះ SNKTV ក៏បានដែរអញ្ចឹង comment របស់យើងដើម្បីមើលឈ្មោះ IP ឈ្មោះម៉ាស៊ីនរបស់យើងអាចវាយពាក្យ hostname អញ្ចឹងវាចេញឈ្មោះរបស់យើងគឺ win អីណា K អីច្រើនវែងអញ្ចឹងយើងអាចដូរបានទៅ right click លើ computer ហើយយកពាក្យ property បាទនឹងគឺជា basic configuration មុនពេលយើងតម្លើងវាជា domain តែយើងត្រូវបំពេញ information យើងត្រូវកែ server របស់យើងឲ្យងាយស្រួលបាទទី1យើងដាក់ IP address ទី2យើងដូរឈ្មោះអញ្ចឹងដូរឈ្មោះខ្ញុំអាចយកចូលទៅកាន់ change setting យើងយកពាក្យ change ហើយយើងមានឈ្មោះរបស់ computer របស់យើងអញ្ចឹងខ្ញុំដាក់ថា SNKTV ស្រើណាបងអូខេហើយមួយទៀតវាជា member របស់ណាគេគឺជា member របស់ work group អញ្ចឹង work group ហើយនឹង client server វាខុសគ្នា work group ហ្នឹងលក្ខណៈ peer to peer ហ្នឹងហើយដែលវាមានសិទ្ធបើសិនជាយើង dot network ជាមួយគ្នាគឺម៉ាស៊ីនទាំងអស់មានសិទ្ធរៀងៗខ្លួនអត់មានណាគ្រប់គ្រងទេយើងអត់ទាន់ឡើងជា domain ទេអញ្ចឹងមុនពេលយើងឡើងជា domain យើងត្រូវបំពេញព័ត៌មានដូចខាងក្រោមមិញដែលយើងបានធ្វើមិញអញ្ចឹងខ្ញុំដូរឈ្មោះហើយចុច OK ណាត់អត់កែដាក់ domain ទេអត់ទាន់កែពេលដែលយើងប្រម៉ូទវាទៅជា domain គឺវា load ចូល domain auto មកបាទអញ្ចឹងយើងចុច OK ម៉ាស៊ីនជាទូទៅពេលដែលយើងដូរឈ្មោះគឺវាត្រូវការ restart អញ្ចឹងយើង restart ម៉ាស៊ីនរបស់យើងមួយហើយក្រោយមកយើងចាប់ដើមទៅឡើងប្រម៉ូទវាឡើងទៅជា domain
ជាប់វីដេអូនិយាយលេងតា 2 ម៉ោង 2 ម៉ោងបាទ luôn đây nè chuột đó ở mình thò tháo vậy thấy có thò tháo cho mày con nó nhầm vô chăm vô video mới video luôn trên những bạn miền room mới ra về restart nhá ở đây vậy và ở đây restart cái nơi tại chuột từng on này của nhầm restart ra rồi chắc nhầm chặn về restart này chỉ chặn đâm lock cho mình sân bạc gì ok lock cho mình chứ nhưng check mưa sân mà hiện tại nhưng sân mà những đôi chung một hồi này chẳng mà comment ta đa lên cứ hot name nếu bà những chỗ đấy này SNK TV chứ những exit thì món bài vị exit hay chẳng mà thằng mà sân mà dân là miền IP address mua dân ban đồ hay rồi chẳng ở đây là dân trâu với cái dân trâu của một mà sân server bao dân ní oi lên khai cái chiếc domain controller chẳng dân trâu tầm lang pi cứ tầm lang Active Directory Pro Active Directory cứ chia serviceមួយដែលធ្វើការ store ទុកនៅ username ហើយនិង password របស់ client អញ្ចឹងដើម្បីគ្រប់គ្រងនៅ username ដើម្បីគ្រប់គ្រងនៅ user ហើយនិង computer របស់ client បានគឺមានន័យថា computer របស់ client គឺគាត់ប្រើប្រាស់ user ដែលទាញចេញពី server អញ្ចឹងទៅអញ្ចឹងលឹងចាប់ផ្ដើមតម្លើងនៅ Active Directory យើងអាចប្រើ command ក៏បានយើងចូលទៅ server rule add ក៏បានប៉ុន្តែបើយើងប្រើតាម command វាយពាក្យ DC promo នេះទៅ DC promo គឺវានឹងឲ្យយើងរើស option ដែលយើងតម្លើង DNS ហើយនឹង Active Directory ក្នុងពេលតែមួយអញ្ចឹងយើងចំណេញពេលហើយអញ្ចឹងយើងចូល DC promo ហើយយើងវាយពាក្យ OK នឹងវាទៅការរងចាំយូរបន្តិចដែរ bên từ là số Windows 7 đấy តើឡើងទុកធ្វើlạiអត់ដែរ cho server sân server mà dương mùi mà តែជាមួយគ្នាអត់ទាន់ដាក់ driver ត្រូវ cho nó về ngày làm cao phía thôi tới toàn mà hồ server mới chạy lẹ phòng nên dừng thực chất តាម hop វិញពេញណា đóសំខាន់មានsân server មួយ set ឲ្យហើយស្រាប់ បែងទៅ driver ពីក្រុមហ៊ុនវាស៊ូវីអានេះ driver ទៅអីទៅគាត់គាត់អាហ្នឹងយើងអាចប្រើពីអ៊ីនធឺណិតយើងប្រើតាមអ៊ីនធឺណិត ก็ធ្វើបានតែបើសិនជាមកខ្ញុំប្រើបានធ្វើបាន driver បាត់ driver បានអា driver ដល់ខ្សែទៀតនៅអញ្ចឹងពេលនៅតែអាចតែបានតែបើសិនគេចង់តែ log in log អីទៅនេះត្រូវការ wireless ហើយនេះអត់មានចេះខ្ញុំតិចយក advanced installation mode សិនចុចដេកមក អានេះគឺបើសិនជាយើងមានគេអានេះបើសិនជាម៉ាស៊ីនគេមានម៉ាស៊ីនយើងមាន server ពីមុនហើយអញ្ចឹងយើងធ្វើជាអឺ forest ហ្នឹងជា subdomain អីក៏បានប៉ុន្តែដោយសារយើងតម្លឹង
server ថ្មីអញ្ចឹងយើងយក create new មែន បាទយក មានតែមាន forest new forest អានេះគឺតាកតងជាមួយនឹង trash domain តែមាន domain ច្រើនប៉ុន្តែយើងធ្វើតែ domain តែមួយថ្មីនេះហើយយើងដាក់ domain របស់យើងយើងដាក់ snktv.com ជិះ next ចឹង net ប្រយោគណាម net ប្រយោគណាមនឹងតាកតងជាមួយនឹងsecurity ច្រើនជាងបើតាមខ្ញុំ search មើលអូខេមួយទៀតតាកតងនឹង forest function domain level នេះមានន័យថាបើសិនជាយើងចង់ថ្ងៃក្រោយទៅយើងចង់ធ្វើលក្ខណៈ trash domain ដូចខ្ញុំនិយាយថាមកហ្នឹងវាមានឲ្យគេរើសធ្វើជា trash domain បើសិនជាយើងរើសយកអាលើនេះមានន័យថាគឺវាអាចធ្វើ trash domain combine ចូលគ្នាតាំងពី Windows 2000រហូតដល់ Windows ដល់ខ្លួន Windows Server 2003បើយើងរើសនេះគឺចាប់ពី2003ឡើងមកតែវិញយកអានេះគឺចាប់ពី2003ឡើងមកអានេះ2003ឡើងអានេះ2000ចុះក្រោម បាទពី2000ឡើងមក2000ឡើងមកលើបាទអូខេចឹងបើថាខ្ញុំយកពី2003ឡើងមកចុចនេះឲ្យវា2003មកបានចុះ2003ខាងយើងរើសពេលខ្លះ Windows 2003គ្រាន់តែមកច្រើនយើងនេះគេថា select additional option for this domain controller អញ្ចឹងយើង tick អាកន្លែងនេះស្មើមានថាយើងតម្លើងនៅ DNS server ក្នុងពេលតែមួយតែម្ដងអញ្ចឹងចុចនេះចេះមកតាកតងជាមួយនឹង Civil database របស់វាគឺវាទៅ store ទុកនៅលើ NTDS ហើយនិង Civil ប៉ុន្តែអាកន្លែងនេះគឺចាំរៀនដល់កន្លែងយើងទៅធ្វើវាទៅដល់កន្លែង file server ខ្ញុំនឹងនិយាយវាកន្លែងទៀតនេះគឺជាកន្លែងដែលយើង store script យើងទៅសេ script មួយដាក់ក្នុងហ្នឹងទៅដើម្បីឲ្យ script ហ្នឹងគឺទៅសេ map network drive ឲ្យ client auto មកពេលយើងធ្វើដល់ file ចុះលើនេះនេះវាជា folder database របស់វារបស់DNS របស់យើងមិញនេះហើយនឹង Active Directory នេះគ្នាពីបាទហើយយើងដាក់ password របស់ domain របស់យើងមក domain របស់យើងពេលយើងតម្លើងយើងដាក់ password យើងក៏អាចទម្លាក់ domain យើងវិញបានដែរបើថាយើង remove domain យើងចេញពីម៉ាស៊ីនរបស់យើងអញ្ចឹងពេល remove វានឹងទា password ដែលយើងដាក់នៅកន្លែងហ្នឹងហើយ strong password này បាទយើងអាចធីកអានេះកន្លែងនេះក៏បានតែពេលវាតម្លើងចប់វានឹង restart កុំព្យូទ័ររបស់យើងព្រោះយើងមិនធីកពេលវាចប់ក៏វានៅតែទីឲ្យយើង restart តែយើងនិយាយចុចឲ្យវា restart តែបើយើងចុច option ហ្នឹងគឺវា restart ខ្លួនឯងluônអាហ្នឹងវាត្រូវចំណាយពេលរយៈពេលយូរបន្តិចការដំឡើងតែមកយូរអាហ្នឹងយូរជាង Active Directory ទៀតដែរតាពីនឹងដើរហើយទៅមុខទៀតតែចុចអនុវត្តទៀតចាក់ស្ដែងអានេះតម្លើងបានជោគជ័យ4-5ដងមកបាត់គេដាក់ទៅស្រួលនេះគេមកបាត់ញ៉ាយកន្លែងដាក់អាពីតែ DSP ញ៉ាយកន្លែងដាក់ទៀតតែវានឹងទៅច្បាស់កន្លែងដាក់ទៀតតែទេក៏កន្លែងមកដែរ DSP គឺវាពេញបាទ ok xưa này mình có dân chờ vô cái con bẫyបើគេសួរថាហេតុអីបានយើងយករើស server 2003មកប្រើអញ្ចឹងបើយើងនិយាយទៅលើ feature របស់ Windows Server 2003ដែលវាឡើងមកគឺ security របស់វាគឺវាមានច្រើនជាង Windows 2003មានថាម៉ាស៊ីនរបស់យើងមាន security មាន service ច្រើនជាង security ច្រើនជាងបាទ security វាគឺល្អជាង Windows Server 2003 Server 2003 ឥឡូវគេប្រើតែប្រមាណ comment មាន tool របស់គេហ្នឹង hack ដាច់អស់មកគេសួរថា security ហ្នឹងការពីពោះជាងវិញសុវត្ថិភាពជាងវិញតាក់ទងជាមួយនឹងគ្រប់ policy គឺវាមានប្រើ encryption ហ្នឹងគឺវាធ្វើឲ្យពួក hacker ហ្នឹង
tới hack server bao nhiêu cứ mơ username password cứ mơ ăn vô rồi hay nâng mua miền box server tại mà sân thì dương pra Windows server bị con bay vĩnh kia nâng ai hack cho server bao nhiêu mà hay server bao nhiêu cứ chia mà sân để start up nó mua miền bằng bao phải chứ mà khi ai cho được căn server bao nhiêu mà hay cứ smart thì cái tụi ban nó mua miền bằng nó trong một dương chứ mà dương tra cả thứ mấy ơi server bao nhiêu miền security nếu mà ta có thể cắt cõi cứ bị tụi bán cả update đi một là server con bay nhưng chỉ lọc qua khan được lại ná kia đừng được thêm bao nhiêu rồi đi mình làm job đi reset được bao nhiêu viên vẽ para visual pop sediang VMware này bảo vệ free VMware in license ini dia berapa free đây dia là hot và các bạn có update lên là bữa sau máy chạy nó update bài đặt khi đã ơi bảo vệ free đây viên pra nó đã VMware ai cũng như luôn pra chi một bảo vệ in license bảo vệ luôn bác free ăn bác lỗi đây free này đó rồi bác free này đó rồi okซึ่งจึงจำดำเป็นยืดจึงบนนอนติดจำดำเป็นสวิงก็มีอัตเป็นสวิงโดยจึงร้อนจังจึงร้อนต้นไปเอาอะไรยืดดำไปเอาทงไปเอ็มนอนติดbịจำดำđưa bươn vào nhữngจำดำยืดđể rồi cả start up ấy chập làm cà phê mà bây giờ Ai này bớt rồi. Ai đi cái cà phê mang mặn. Cái cà phê mang mặn vậy. thật đó dùng trồng tê cho bữa đó trồng cho ngày đồng của nghiên mong vậy mong bịch ớt mong phí hay mong kèm yang di mana? Di Nuj. Ini là thử cái này mà nó chụp rồi Windows này với Windows còn phải thử đôi khi giờ mà Đây bác kia pra kho nó bác dưỡng nhiên từ cho chứ anh anh viên tập tiếng màu với những bay comment luôn ok mà chẳng chọn bàនេះគឺtiếng chơi tiếng màu anh viên interface chơi như nên kho cái bạn là hồn bà mình hồn đấy của bạn ở đây bạn đi không liền thế là bây giờ tầm lang viên thì chia domain cho mình chạm đâm tranh chung domain bao nhiêu nên phải dùng này bao nhiêu SMKTV rồi administrator mà chúng quay password cho CP hỏi anh có sai cái CP trong nào bên được rồi còn ai nhưng bạn ăn quần cho nên là này hai vậy ta là bọn này lấy hỏi thì bộ dân từ lạng Windows Server hai hỏi dân từ lạng đi chỉ mỗi năm
ឡើង យើងប្រាប់តែ comment ទៅវាថា comment DC promo អញ្ចឹងរងចាំវិញតិចទេឥឡូវនេះយើងចង់ដឹងយើងចូលទៅក្នុង administrative tool ពេលយើងតម្លើងយើងវាចាប់ដើមចែកជា service ដែលយើងតម្លើងនេះ Active Directory user ហើយ computer ហើយ DNS ឥឡូវយើងមាន Active Directory ហើយប៉ុន្តែយើងត្រូវតម្លើង DNS របស់យើងយើងតម្លើងហើយ service ហ្នឹងប៉ុន្តែយើងត្រូវ configure វាឲ្យស្គាល់អញ្ចឹងទីអ្វីដែលយើងចូលទៅ configure គឺពី forward lookup soon ហើយនិង reverse lookup soon ពីហ្នឹងបើថានៅក្នុងហ្នឹងគឺមានអានេះគឺ forward គឺវា forward ពីឈ្មោះទៅឲ្យ IP address ដល់ពេល reverse គឺពី IP address ទៅកាន់ឈ្មោះវិញអញ្ចឹងយើងចូលមកកាន់ reverse របស់យើងព្រោះអានេះមានហើយ forward គឺវាមាន automatic ពេលយើងតម្លើងអញ្ចឹង reverse របស់យើង right click មកយកពាក្យ new zone ហើយយើងចុច next នេះដល់ពេលហ្នឹងគឺជា option មួយដែលយើងគឺយើងយក zone របស់យើងហ្នឹងគឺជាវាគ្រប់គ្រងវាប្រើជាមួយនឹង Active Directory របស់យើងបើយើងដោះទីកន្លែងហ្នឹងគឺ DNS របស់យើងអត់ដាក់ដើរជាមួយ Active Directory របស់យើងទេអញ្ចឹងយើង tick វាមកបើសិនជាអត់ tick ចុច next ចុច next ចុច next ទៀតព្រោះយើងប្រើ IP version 4អញ្ចឹងយើងវាយ IP network របស់យើង IP network របស់យើងគឺ 192.168.1 100 ដើម្បីឲ្យពួកយើងយក network អញ្ចឹងចុច next បងនេះអញ្ចឹងយើងបាន reverse lookup soon ហើយយើងចាប់ដើមផាញ់ IP address របស់យើងទៅកាន់តាមម៉ាស៊ីនមួយណាដែលយើងឲ្យបកប្រែអញ្ចឹងយើងយក right click យកពាក្យ new pointer ហើយយើង point ទៅម៉ាស៊ីនលេខបានគឺម៉ាស៊ីន 1.100 ហើយ host name អញ្ចឹងយើង right click ទៅកាន់ទៅប្រើទៅកាន់ម៉ាស៊ីនរបស់យើងម៉ាស៊ីននៅក្នុងនេះហើយវានឹងដាក់ម៉ាស៊ីនឈ្មោះម៉ាស៊ីន SMTP យើងចុច allow authentication user update ចុច OK តមកទៀតអានឹងគឺយើងចប់ហើយយើង configure វាចប់ហើយអញ្ចឹងយើងចាប់ដើម Active Directory ហើយ DNS របស់យើងហើយតែយើងត្រូវមកចូលនៅកន្លែងនេះដើម្បីឲ្យវាបកប្រែយើងត្រូវ request វាយើងចូលទៅកាន់កន្លែងរបស់យើងឡើងវិញមកកន្លែងដាក់ IP address របស់យើង property IP version 4គឺយើងដាក់ IP របស់ DNS របស់យើង 192.168.1.100 ហើយ client នៅ DNS របស់គាត់ក៏គាត់យកអានឹងទៅប្រើដែរដើម្បីឲ្យម៉ាស៊ីនហ្នឹងបកប្រែឲ្យអូខេ close ហើយបើយើងចង់ដឹងថាតើរបស់យើងប្រម៉ូទទៅជា domain ហើយនៅដូចមិញយើងចូលទៅក្នុង computer របស់យើងយកពាក្យ property ពាក្យ change គឺវាឡើងទៅជា domain auto បើមុនគឺវាជា work group ឥឡូវវាជា domain អញ្ចឹងយើងហើយយើងចង់តេស្ត domain យើងចង់តេស្ត DNS របស់យើងយកការ CMD វាយពាក្យ NS lookup ហើយវាយ domain របស់យើង snktv.com ចឹងគឺវាចាប់ដើមបកប្រែ name ឈ្មោះគឺ snktv.com IP address 192.168.1.100 ហ្នឹងគឺយើងតម្លើង Active Directory ហើយនឹង DNS ក្នុងពេលតែមួយអញ្ចឹងវីដេអូបន្ទាប់ទៀតយើងនឹងរៀនថាយក client មកចុចនឹង Active Directory ហ្នឹងតម្លើងទៅជា domain